mà li oi dương á bé hai chơi tật lù chăng tích mẹ on dương nó về miền mình khăm mừng tích mẹ on dương nó về miền mình khăm mừng đây nè từng cái này trang ngàyนี้chân lên mà thôi chịu bong sẽ thông độ ban này từng cái này đăng ti đây để sao anh video ngày môn á chứมีអ្នកមកច្រើនមែនតើឡងមកលៀងជាងហើយមានអ្នក comment ផ្លាយៗហើយមុំឃើញថាអ្នកដែលអត់សូវដឹងហេតុអីបានលីអូធ្លុះនឹងច្រើនមែនតើចឹងហើយថ្ងៃនេះខ្ញុំនឹងមកបកស្រាយចម្ងល់បន្ថែមយើងដឹងហើយថាលីអូធ្លុះដោយសារតែការធ្លាក់សចឹងហេតុអីបានយើងធ្លាក់សតែខ្ញុំឈឺអីទៅជួយឈប់កុំតឲ្យគាត់វិញឆ្ងាយចាស់ស្ដាប់ខ្ញុំនិយាយសិនការធ្លាក់សគឺជារឿងធម្មជាតិរបស់មនុស្សស្រីយើងឯងមនុស្សស្រីទាំងអស់គ្នាឲ្យតែថាដល់របៀបថាពេញវ័យពេញកំមុំអីហ្នឹងចាគឺត្រូវតែមានការធ្លាក់សនឹងមកហើយវាជាដំណើរធម្មជាតិដើម្បីជួយការពារនៅការឆ្លងមេរោគហើយនឹងផ្ដល់សំណើមឲ្យទ្វីមានរបស់យើងក៏ប៉ុន្តែស្រីៗគ្នាយើងគឺត្រូវតែយល់ដឹងបន្ថែមពីឫសគល់នៃការធ្លាក់សនឹងដែរយើងត្រូវតាមដានឲ្យដឹងថាយើងនៅក្នុងស្ថានភាពមួយណាមិនលឺខ្ញុំនិយាយថាធ្លាក់សរឿងធម្មតាឲ្យធ្លាក់ទៅធ្លាក់តាមចិត្តអត់ទេណាយើងត្រូវដឹងថាការធ្លាក់សរបស់យើងនៅក្នុងសភាពធម្មតារឿងមួយក៏មិនធម្មតានោះព្រោះវាមានអត្ថនភាពធម្មតានិងមានបញ្ហាព្រោះនៅពេលដែលការធ្លាក់សមានការប្រែប្រួលមិនថាពណ៌មិនថាសភាពទឹករំអិលឬមួយក៏ក្លិនណាគឺសិតសឹងតែជារោគសញ្ញាដែលបញ្ជាក់ថាយើងកំពុងតែឆ្លងមេរោគហើយអញ្ចឹងយើងគួរតែបញ្ញាប្រឹក្សាជាមួយអ្នកជំនាញឬមួយក៏គ្រូពេទ្យហើយបើថាយើងឃើញមានការប្រែប្រួលហើយប៉ុន្តែយើងអត់ដឹងថាគួរទៅពីគ្រូទៅប្រឹក្សាយោបល់មួយណាគេព្រោះយើងរៀងអៀនចាំមនុស្សស្រីគ្នាឯងគឺយល់ច្បាស់ណាស់អញ្ចឹងហើយកុំភ័យអ្នកទាំងអស់គ្នាអាចចូលទៅកាន់គេហទំព័រ Via Cambodia បានដែលជាវេទិកា Digital ដំបូងគេដែលមានឯកទេសពីគ្រោះនៅបញ្ហារោគស្ត្រីក៏ដូចជាការធ្លាក់សនឹងជាដើមថែមទាំងរក្សានៅការសម្ងាត់និងប្រកាន់ខ្ជាប់នៅឯកជនភាពរបស់អ្នកទាំងអស់គ្នាអញ្ចឹងហើយកុំអៀនកុំខ្មាស់អីអ្នកទាំងអស់គ្នាព្រោះបញ្ហាសុខភាពស្ត្រីគ្នាយើងគឺពិតជាសំខាន់មែនទែនហើយអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍ថាភាគច្រើនស្រីៗយើងធ្លាក់សនៅពេលណាចាគឺ2ទៅ3ថ្ងៃមុនពាក់កណ្ដាលវត្តរដូវរបស់មនុស្សស្រីយើងដែលវាអាចមានសភាពរាវស្អិតឬមួយក៏ខាប់ប្រែប្រួលទៅតាមការផ្លាស់ប្ដូរអរម៉ូនរាងកាយរបស់យើងហើយបើអ្នកនរគ្នាឃើញថាការធ្លាក់សរបស់យើងហ្នឹងមានពណ៌សឬមួយក៏ថ្លាហើយអត់មានក្លិនអីទាំងអស់ចាបើចេះថាសុខភាពយើងល្អទេហើយសម្រាប់បរិមាណវិញវាអាចទៅតិចឬមួយក៏ច្រើនអីគឺទៅតាមសភាពរាងកាយរបស់យើងបុគ្គលម្នាក់ៗក៏ប៉ុន្តែបើសិនជាការធ្លាក់សអ្នកទាំងអស់គ្នាហ្នឹងចាគឺសភាពសដុំដុំមានពពុះលំមាស់ហើយមានពណ៌ខុសធម្មតាដូចជាពណ៌លឿងពណ៌ប្រផេះឬមួយក៏ពណ៌បៃតងហើយមានសភាពខាប់ខ្លាំងជាងធម្មតាអាចមានក្លិនឆ្អាបឬស្អុយហើយបរិមាណខុសប្រក្រតីអីហ្នឹងចានឹងគឺអាចបង្ហាញថាអ្នកទាំងអស់គ្នាកំពុងតែឆ្លងមេរោគឬបាក់តេរីផ្សេងៗហើយមិនថាការធ្លាក់សហ្នឹងដោយការបង្ករោគឬមួយក៏ការឆ្លងមេរោគតាមរយៈយើងមានដៃគូអីទេស្ត្រីយើងហ្នឹងគឺប្រឈមជាមួយនឹងបញ្ហាជាច្រើនជាពិសេសតកតងនឹងសុខភាពផ្លូវភេទជាពិសេសការបន្តពូជចឹងហើយបានយើងនេះត្រូវតែយកចិត្តទុកដាក់នឹងតាមដានឲ្យខ្លាំងឲ្យជាប់មែនតើហ្មងចឹងជាចុងក្រោយបើសិនជាសួរថាតើយើងនេះជាមនុស្សស្រីអាចទប់ស្កាត់អាការធ្លាក់សហ្នឹងបានអត់ចម្លើយនោះគឺ no អត់ទេទប់អត់បានទេអ្នកទាំងអស់គ្នាព្រោះវាជាដំណើរធម្មជាតិរបស់មនុស្សស្រីយើងហើយការធ្លាក់សហ្នឹងគឺវាមានគុណសម្បត្តិតែអ្នកទាំងអស់គ្នាវាជាវិធីពីធម្មជាតិរបស់យើងហ្នឹងក្នុងការរក្សាទ្វារមាសរបស់យើងឲ្យស្អាតនិងមានសុខភាពល្អចឹងហើយស្រីៗគ្នាយើងត្រូវតែរក្សាអនាម័យនៅតំបន់ពិសេសរបស់យើងហ្នឹងជាប្រចាំដើម្បីកាត់បន្ថយនៅការឆ្លងមេរោគដែលអាចបង្កឲ្យទៅជាជំងឺធ្លាក់សប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ថាអូមានអីខុសប្រក្រតីហើយកុំភ្លេចឲ្យសោះអាចចូលទៅកាន់គេហទំព័ររបស់ Via Cambodia បានហើយស្រីៗគ្នាយើងគឺត្រូវតាមប្រយ័ត្នថែរក្សានឹងអនាម័យនៅតំបន់ពិសេសយើងជាប្រចាំហ្មងដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគបង្កទៅជាជំងឺធ្លាក់សហើយបើសិនអ្នកទាំងអស់គ្នាមានសញ្ញាអីមួយមិនប្រក្រតីឬមួយក៏មានចម្ងល់នៅក្នុងការធ្លាក់សឬមួយក៏ចង់ដឹងថាពីវិធីបង្ការការពារអីហ្នឹងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យទៅប្រឹក្សាជាមួយនឹងអ្នកជំនាញនៅ Via Cambodia ឬមួយក៏អ្នកទាំងអស់គ្នាអាចចូលទៅកាន់គេហទំព័រ Via Cambodia ដើម្បីព័ត៌មានបន្ថែមបាន